បាទសួស្តីបងទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំចង់បង្ហាញអំពីការបង្កើតគណនីនិងដាក់អាសយដ្ឋាននៅក្នុងកម្មវិធី Lazada ណាបាទជាងជាដំបូងសម្រាប់បងដែលប្រើជាប្រភេទ Android ជាងបងចូលទៅក្នុង Play Store ហើយសម្រាប់បងដែលប្រើ iOS យើងអាចចូលទៅក្នុង App Store បាទអញ្ចឹងយើងចូលទៅក្នុង App Store មកយើងរកពាក្យបាទ search នេះយើងវាយពាក្យថា Lazada បាទចឹង Lazada មកគឺវាចេញបែបនេះបាទអញ្ចឹងបងប្អូនអាចឃើញបាទខាងលើគេបាទអញ្ចឹងខាងលើនេះគឺ Lazada អញ្ចឹងយើងចុច download វាមកបាទអញ្ចឹងយើងរងចាំវាពេញទៅបាទយើងបាន download ពេញហើយអញ្ចឹងយើង open វាមកបាទយើងបើកមកបាទអញ្ចឹងកន្លែងនេះដែរជំហានដំបូងគឺបងត្រូវ select country សិនអញ្ចឹងកន្លែងនេះគឺយើងជ្រើសយកប្រទេសថៃបាទអញ្ចឹងចុចមកដល់នេះបាទអញ្ចឹងគឺប្រទេសថៃបាទ select ប្រទេសថៃហើយយើងចុចពាក្យថា get start បាទ get start មកកន្លែងនេះគឺសម្រាប់បងមួយចំនួនណាគាត់អាចប្រើភាសាថៃបានអញ្ចឹងគាត់ដាក់ជាថៃទៅតែបើសិនណាយើងប្រើអត់បានទេយើងរើសយកអង់គ្លេសវិញបាទអញ្ចឹងយើង select មកខាងអង់គ្លេសមកបាទហើយយើងចុច skip វាមកបាទកន្លែងនេះ allow វាមកបាទអញ្ចឹងមកដល់កន្លែងនេះយើងចូលមកខាងនេះចូលមកកន្លែង account នេះមកបាទអញ្ចឹងវាឲ្យយើង log in ឬក៏ sign up ណាបាទអញ្ចឹងកន្លែងលើនេះបាទអញ្ចឹងយើងចូល log in sign up មកហើយយើងអាច register ក្នុង Lazada នេះបានច្រើនបាទដោយតាម Facebook Gmail Line ឬក៏ Apple ID របស់យើងបាទអញ្ចឹងខ្ញុំ log វាទៅតាម Facebook បាទចូល Facebook របស់យើង agree បោះហើយ continue វាមកបាទអញ្ចឹង open វាមកបាទ book បាទអញ្ចឹងកន្លែងនេះគឺបានហើយអញ្ចឹងបងអាចបញ្ជាទិញឲ្យបានរាប់ម៉ឺនរាប់សែនមុខនៅក្នុងកម្មវិធីនេះបាទមកដល់កន្លែងនេះដែរយើងត្រូវបំពេញអាសយដ្ឋានដើម្បីបំពេញអាសយដ្ឋានយើងចូលកន្លែងនេះបាទចូលមកនេះ address book អូខេយើង add address បាទអញ្ចឹងកន្លែងនេះបងដែលឆាតមក page របស់ខ្ញុំនឹងផ្ដល់ជូនអាសយដ្ឋានការិយាល័យខ្ញុំនៅថៃជូនណាបាទអញ្ចឹងបងគ្រាន់តែឆាតមកបាទអញ្ចឹងយើងផ្ដល់ជូនហើយកន្លែងដំបូងគឺយើងត្រូវវាយកន្លែងទី1ហ្នឹងវាយអក្សរថៃបាទហើយនឹង ឈ្មោះ Facebook របស់យើងបាទហើយនឹងលេខទូរស័ព្ទរបស់យើងមួយខ្សែផងដែរបាទហើយកន្លែងទី2របស់យើងនេះគឺយើងត្រូវវាយលេខនេះបាទ copy លេខនេះបាទដាក់ចូលមកបាទហើយកន្លែងទី3យើងត្រូវ select បាទយើង scroll មកក្រោមរកពាក្យសរិនបាទអញ្ចឹងមកខាងសរិនបាទរកសរិនបាទនេះអញ្ចឹងសរិនបាទ select មកទៀតយើងយកកាត់ឈីងនេះបាទកាត់នេះបាទហើយ select postcode របស់យើងបាទ32 21 10បាទអញ្ចឹងកន្លែងនេះកន្លែងទី3របស់យើងគឺយើង copy នេះអក្សរថៃនេះបាទ copy អក្សរថៃនេះហើយដោយភ្ជាប់ជាមួយនឹងលេខទូរស័ព្ទរបស់យើងមួយខ្សែផងដែរបាទហើយកន្លែងទី5នេះយើងមិនបាច់បំពេញក៏បានដែរកន្លែងនេះយើង select យក office ហើយយើង save ជាការស្រេចអញ្ចឹងបងអាចធ្វើការបញ្ជាទិញបានបាទ